អូហើយយោសួស្តីមនុស្សចំនួនថ្មីទាំងអស់គ្នាថ្ងៃនេះអានមានមកបន្តសេរីរបស់យើងជាបន្តទៅទៀតណោះក្នុងវគ្គមួយនេះគឺអានីរបស់យើងបានជួបនៅបញ្ហាជាច្រើននៅក្នុងជីវិតរបស់គាត់ប្រហែលជាវគ្គមួយនេះធ្វើឲ្យអារម្មណ៍របស់អានីគឺកាន់តែតានតឹងហើយនោះក៏ដោយសារតែបញ្ហាមួយចំនួនជាមួយនឹងមិត្តភ័ក្តិរបស់ខ្លួននិងការយល់ច្រឡំផងដែរអានេះត្រូវបានគេយល់ច្រឡំនិងមិនឲ្យបន្តរាប់អានជាមួយនឹងមិត្តភ័ក្តិរបស់ខ្លួនចង់ដឹងថាតើអានេះបានជួបបញ្ហាអ្វីខ្លះនៅក្នុងវគ្គមួយនេះថាតើក្មេងស្រីអានេះអាចរាប់អានជាមួយនឹងមិត្តភ័ក្តិរបស់ខ្លួនគឺដៃអាណាបារីបានបន្តទៀតដែរឬទេតើដំណើរសាច់រឿងនៅក្នុងវគ្គនេះទៅជាយ៉ាងណាយើងចូលទៅទស្សនាសាច់រឿងទាំងអស់គ្នាណោះប៉ុន្តែអេដមីនសូមរំខានអ្នកទាំងអស់គ្នាផងជួយចុច Subscribe ក៏ដូចជាដាក់សញ្ញាកណ្ដឹងឲ្យអេដមីនម្នាក់មួយផងអេដមីនរំខានអ្នកទាំងអស់គ្នាតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកទាំងអស់គ្នាចុចឲ្យអេដមីនម្នាក់មួយផងណាបើសិនបើអ្នកទាំងអស់គ្នាអត់ចុចអេដមីនទេប្រហែលជាអេដមីននឹងអន់ចិត្តងាប់ហើយសាច់រឿងក៏ចាប់ផ្ដើមលេងនៅពេលព្រឹកព្រលឹមដៃអាណាក៏បានមកដល់ផ្ទះរបស់អានីសំឡេងគួរទ្វារក៏បានបន្លឺឡើងពេលនោះអានីក៏បានដើរមកបើកទ្វារមិនទាន់បានបើកភ្នែកនោះទេនៅពេលដែលនាងបានបើកភ្នែកមកគឺបានឃើញមិត្តភ័ក្តិរបស់ខ្លួនគឺដៃអាណាបារីពួកគេទាំងពីរនាក់ក៏បានស្វាគមន៍គ្នាទៅវិញទៅមកដោយសប្បាយរីករាយដោយសារតែដៃអាណាមិនបានជួបនៅមិត្តភ័ក្តិរបស់ខ្លួនអានីនឹងជាប៉ុន្មានថ្ងៃមកហើយដោយសារតែការនឹករលឹកនឹងដៃអាណាបានមកលេងអានីមកដល់ផ្ទះតែម្ដងបន្ទាប់ពីពួកគេបានសួរសុខទុក្ខគ្នាដោយស្នាមញញឹមនិងនិយាយរាក់ទាក់គ្នាយ៉ាងសប្បាយរីករាយរួចហើយនោះអានីនាងក៏បានអញ្ជើញដៃអាណាចូលមកអង្គុយតុនៅក្នុងផ្ទះរបស់ខ្លួនអានីនាងក៏បានដើរទៅបើកទូយករបស់មួយចំនួនដើម្បីយកមកទទួលមិត្តភ័ក្តិរបស់ខ្លួនអានេះនាងក៏បានចាក់ភេទជ្ជៈទៅឲ្យដៃអាណាបណ្ដានិងនិយាយលេងជាមួយនឹងមិត្តភ័ក្តិរបស់ខ្លួនបណ្ដាអានេះនៅពេលនេះគឺនាងមិនបានដឹងនោះឡើយថានេះមិនមែនជាភេទជ្ជៈនោះទេតាមពិតទៅវាគឺជាស្រាទំពាំងបាយជូរដែលអ្នកស្រីម៉ារីឡាដាក់នៅក្នុងទូផ្អាប់ទុកចោលដោយសារតែស្រាទំពាំងបាយជូរនេះគឺមានរសជាតិផ្អែមចឹងហើយដៃអាណានៅតែបន្តផឹកជាបន្តបន្ទាប់ដៃអាណានាងផឹកបណ្ដាសើចបណ្ដាដែលមិនដឹងថាវាគឺជាស្រានោះទេផឹកមួយកែវពីរកែវដំបូងនឹងគឺមិនទាន់ជ្រាបចូលខ្លួនរបស់នាងពេញលេញនោះទេប៉ុន្តែបន្តិចក្រោយមកមុខរបស់ដៃអាណាឡើងទៅជាក្រហមនោះក៏ដោយសារតែនាងបានស្រវឹងស្រាទំពាំងបាយជូរនោះហើយបន្តិចនោះក្នុងខ្លួនរបស់នាងហាក់បីដូចជាកំពុងតែធីងធងនិងឈឺក្បាលជាខ្លាំងនៅបង្កជាការវិលមកដើរមិនត្រង់ផ្លូវអានេះដំបូងឡើយនាងកំពុងតែសើចជាធម្មតាជាមួយនឹងមិត្តភ័ក្តិរបស់គាត់នោះទេដោយនាងមិនដឹងថាដៃអាណាបារីគឺបានស្រវឹងស្រាដែលខ្លួនយកឲ្យនោះទេដៃអាណាបារីក៏ប្រាប់ទៅកាន់អានេះថាខ្ញុំវិលមកខ្លាំងណាស់ខ្ញុំចង់ទៅផ្ទះទឹកមុខរបស់ពួកគេទាំងពីរនាក់ដំបូងឡើយហាក់បីដូចជាកំពុងតែរីករាយនិងសប្បាយប៉ុន្តែនៅពេលនេះវិញពួកគេទាំងពីរនាក់ហាក់បីដូចជាកំពុងតែក្រៀមក្រំនឹងការទុកអានេះនាងកំពុងតែព្រួយបារម្ភទៅកាន់ដៃអាណាជាខ្លាំងដោយសារតែនាងសុកខ្លាយទៅជាបែបពេលនោះនាងកំពុងតែអង្គុយក្រៀមក្រំតែម្នាក់ឯងនិងថែមទាំងសរសេរឈ្មោះនៅលើកញ្ចក់ថាដៃអាណាសម្លេងបន្ទប់នាពេលរាត្រីក៏បានបន្លឺឡើងម្ដងទៀតពេលនោះគឺបងស្រីរបស់អ្នកស្រីម៉ារីឡាក៏បានដើរចូលមកដល់អានេះនាងក៏បានទៅរាក់ទាក់ជាមួយនឹងបងស្រីរបស់អ្នកស្រីម៉ារីឡាជាធម្មតាទឹកមុខរបស់អ្នកស្រីរ៉ានៅពេលនេះគឺគួរឲ្យភ័យខ្លាចខ្លាំងណាស់និងថែមទាំងនិយាយទៅដាក់អានេះទៀតផងអ្នកបានធ្វើឲ្យដៃអាណាបារីមានបញ្ហាជាខ្លាំងគាត់បានស្រវឹងស្រានាងបានអន់ចិត្តយ៉ាងខ្លាំងបន្ទាប់ពីបានស្ដាប់អ្នកស្រីម៉ារីឡាបានស្ដីបន្ទោសមកកាន់ខ្លួននាងបានក្រៀមក្រំនិងយំខ្សឹបខ្សួរតែម្នាក់ឯងពេលនោះអ្នកស្រីម៉ារីឡាក៏ដើរចូលមកគាត់បានដឹងខ្លះៗហើយអំពីការស្រវឹងស្រារបស់ដៃអាណាបារីអ្នកស្រីម៉ារីឡាមិនអស់ចិត្តក៏បានដើរទៅបើកទូយកស្រារបស់គាត់នឹងយកមកស្រុកក្លិនសារជាថ្មីនេះគឺជាស្រាទំពាំងបាយជូរដែលគាត់បានដាក់ផ្ងុំទុកនៅក្នុងទូដើម្បីឲ្យវាឡើងមេនិងគម្រប់ថ្ងៃដែលគាត់ត្រូវបានយកមកផឹកនោះប៉ុន្តែសម្រាប់អានីវិញគឺនាងមិនដឹងថានេះគឺជាស្រានោះទេនាងបានយកទៅទទួលដៃអាណាបារីដែលជាមិត្តភ័ក្តិរបស់ខ្លួនដោយមិនដឹងថានេះគឺជាស្រានោះទេដោយនេះគឺជាបញ្ហានឹងការភ័ន្តច្រឡំរបស់អានីដោយនាងមិនដឹងថានេះគឺជាស្រាទំពាំងបាយជូរដែលផឹកទៅបណ្ដាលឲ្យស្រវឹងនិងនាងមិននឹកស្មានថាវានឹងអាចកើតឡើងនៅរឿងមួយនេះនោះទេពេលនោះអ្នកស្រីម៉ារីឡាដោយឃើញនៅអានីរបស់យើងនឹងគឺកំពុងតែសោកសង្រេងនិងយំខ្សឹបខ្សួលគាត់ប្រាប់ទៅកាន់អានីថាគាត់នឹងទៅសួរសុខទុក្ខនិងសួរព័ត៌មានបន្ថែមទាក់ទងជាមួយនឹងរឿងរ៉ាវមួយនេះដើម្បីកុំឲ្យមានការភ័ន្តច្រឡំមកកាន់អានីបន្ថែមតទៅទៀតនៅពេលយប់នេះគឺអានីនាងមិនបានសម្រាកឡើយគឺចាំអ្នកស្រីម៉ារីឡាត្រឡប់មកផ្ទះវិញនិងបានទទួលព័ត៌មានថាដៃអាណានិងការទទួលខុសត្រូវនោះទៅជាយ៉ាងណាដែរបន្តិចក្រោយមកសម្លេងសម្រាប់ជើងរបស់អ្នកស្រីម៉ារីឡាក៏ដើរចូលមកដល់បន្ទប់របស់គាត់វិញនិងថែមទាំងសម្ដែងនៅទឹកមុខដ៏ខឹងសម្បារមកកាន់អានីទៀតផងគាត់បាននិយាយខ្លាំងៗនិងប្រើពាក្យពេចន៍មួយចំនួនមកកាន់អានីមុននឹងគាត់ដើរចូលបន្ទប់របស់គាត់វិញអានីនៅពេលហ្នឹងគឺនាងព្យាយាមនៅក្នុងការសួរហេតុផលទៅកាន់អ្នកស្រីម៉ារីឡាដែរ
ก็ប៉ុន្តែសូម្បីតែហេតុផល1ម៉ែត្រក៏អ្នកស្រី Marilla ក៏មិនបានប្រាប់មកកាន់នាងដែរពេលនេះគឺធ្វើឲ្យអារម្មណ៍របស់នាងពុះកញ្ជ្រោលនិងសោកស្ដាយនិងព្យាយាមនៅក្នុងការចង់ដឹងជាខ្លាំងថាតើរឿងរ៉ាវនឹងមិត្តភ័ក្តិរបស់គាត់នឹងទៅជាយ៉ាងណាដែរមេរលឹមស្រីអានេះនាងបានរត់កាត់ភ្លៀងតែម្ដងតម្រង់ទៅកាន់ផ្ទះរបស់ Diana Barry នៅពេលដែលទៅដល់នឹងនាងព្យាយាមនៅក្នុងការគូសទ្វារជាច្រើនដងដើម្បីឲ្យអ្នកផ្ទះបើកទ្វារបន្តិចនោះម្ដាយរបស់ Diana Barry ក៏បានបើកទ្វារមកសួរទៅកាន់អានេះថាមានការអ្វីអានេះនាងក៏ឆ្លើយទៅកាន់ម្ដាយរបស់ Diana Barry វិញថាគាត់ចង់ជួប Diana Barry ថានាងទៅជាយ៉ាងណាហើយខ្ញុំមកនៅពេលនេះគឺខ្ញុំចង់សួរសុខទុក្ខទៅកាន់មិត្តភក្តិរបស់ខ្ញុំគឺ Diana Barry អ្នកស្រីសូមកុំខឹងខ្ញុំអីសូមបើកទ្វារឲ្យខ្ញុំចូលទៅសួរសុខទុក្ខទៅកាន់នាងផងអ្នកស្រីដែលជាម្ដាយរបស់ Diana Barry នឹងក៏ឆ្លើយតបមកកាន់អានេះរបស់យើងវិញថា Diana គឺមិនចង់ជួបនាងនោះទេហើយចាប់ពីថ្ងៃនេះទៅគឺខ្ញុំមិនឲ្យ Diana ទៅលេងជាមួយនឹងអ្នកឡើយពេលដែលនិយាយបែបហ្នឹងហើយគាត់ក៏បានបិទទ្វារទៅតែអានេះរបស់យើងវិញពេលនោះនាងព្យាយាមនៅក្នុងការសុំអង្វរខ្លាំងណាស់ប៉ុន្តែម្ដាយរបស់ Diana អ្នកស្រីមិនឲ្យអានេះចូលទៅកាន់ផ្ទះរបស់គាត់ឡើយជាចុងក្រោយអានេះបានត្រឹមតែដើរមកផ្ទះវិញទាំងទឹកភ្នែកនាងដើរបណ្ដើរសម្រាប់ទឹកភ្នែកបណ្ដើរអារម្មណ៍ហាក់បីដូចជាកំពុងតែមិននៅខ្លួននោះទេដោយសារតែនាងនៅពេលនេះគឺខកចិត្តជាមួយនឹងខ្លួនឯងមិនគួរណាធ្វើរឿងបែបនេះបង្កទៅជាបញ្ហាទៅឲ្យ Diana Barry នោះទេលោក Martha Garsbot និងអ្នកស្រី Marilla បារម្ភជាមួយនឹងអានេះជាខ្លាំងនាព្រឹកថ្ងៃស្អែកឡើងក៏បានចូលមកដល់អានេះនាងនៅតែកើតទុកនឹងក្រៀមក្រំដដែលនាងអង្គុយតែម្នាក់ឯងសម្លឹងទៅកាន់បង្អួយសម្លឹងទៅកាន់ស្ពានដែលនាងតែងតែជួបជាមួយនឹង Diana Barryដោយនាងអង្គុយសោកសោកក៏ស្រាប់តែឃើញ Diana Barry ដើរតម្រង់មកកាន់ស្ពានដែលតែងតែជួបគ្នាឃើញមិត្តភក្តិរបស់ខ្លួនដើរចូលមកដូច្នេះអានេះនាងបានរត់ចេញពីផ្ទះយ៉ាងលឿនរត់ពេលនោះតម្រង់ទៅកាន់ Diana Barry ដោយនាងរត់មិនមើលមុខនោះទេដោយសារតែចង់ជួបមុខរបស់ Diana ខ្លាំងពេកបានជាគាត់រត់មិនមើលមុខដូច្នេះទឹកភ្នែករបស់អ្នកទាំងពីរបន្ទាប់ពីបានជួបគ្នានឹងស្រក់ហូរទាំងសងខាងតែម្ដងនោះក៏ដោយសារតែការជួបគ្នានៅលើកនេះរបស់ពួកគេនេះជាការជួបគ្នាជាលើកចុងក្រោយសម្រាប់អ្នកទាំងពីរ Diana Barry បានប្រាប់ទៅកាន់អានីថាម្ដាយរបស់ខ្លួនគឺមិនឲ្យលេងជាមួយនឹងអានីតទៅទៀតនោះទេមិនឲ្យរាប់អានជាមួយនឹងអានីជាបន្តទៅទៀតឡើយដូច្នេះទន្ទឹមនឹងការបែកគ្នារបស់ពួកគេនៅពេលនេះគឺពួកគេបានសន្យាជាមួយនឹងគ្នាថាបើទោះបីពួកគេនៅឆ្ងាយគ្នាក៏ដោយអានីបានកាត់សក់របស់ដៃអាណាដើម្បីផ្ដល់ជាការសន្យានិងការនឹករលឹករវាងគ្នានិងមិត្តភ័ក្តិរបស់ពួកគេក្តីស្រឡាញ់របស់ពួកគេទាំងពីរនាក់ស្ថិតនៅក្នុងចិត្តរៀងៗខ្លួនអ្វីត្បិតតែពួកគេមិនអាចលេងជាមួយនឹងគ្នានិងដើរជាមួយនឹងគ្នាស្និទ្ធស្នាលដូចជាកាលពេលមុនDiana Barry នាងបានដើរចេញដោយការសម្រក់ទឹកភ្នែកនិងមិនបានសម្លឹងមកកាន់អានីឡើយអានីក៏បានត្រឹមតែឈរសម្លឹងមកកាន់ Diana ដើរចេញទាំងទឹកភ្នែកដូចគ្នានៅថ្ងៃបន្តមកទៀតអានីនាងបានសម្រេចចិត្តប្រាប់ទៅកាន់អ្នកស្រី Marilla វិញថាគឺនាងសូមសម្រេចចិត្តថានាងនឹងទៅបន្តនៃការសិក្សានិងត្រឡប់ទៅកាន់សាលាវិញជាធម្មតាអ្នកស្រី Marilla បានរៀបចំប្រដាប់និងសៀវភៅមួយចំនួននិងអាហារផងដែរមុននឹងអានីបន្តដំណើរចេញទៅសាលាអ្នកស្រី Marilla ប្រាប់ទៅកាន់អានីថាសូមអ្នកអត់ធ្មត់នឹងការរៀនសូត្រនិងកុំបង្កបញ្ហាច្រើនទៀតដូចមុនមិនយូរប៉ុន្មាននាងក៏បានធ្វើដំណើរមកដល់ Avoyella School មិត្តភ័ក្តិដែលនៅក្នុងសាលារបស់ពួកគេទាំងអស់គ្នានោះក៏បានអបអរសាទរនឹងការធ្វើដំណើរមករៀនសារជាថ្មីរបស់អានីផងដែរក្មេងៗនៅក្នុងថ្នាក់ទាំងអស់គ្នានេះគឺគាត់មិននឹកស្មានថាអានីបានមករៀនវិញនោះទេទឹកមុខរបស់ពួកគេទាំងអស់គ្នានឹងគឺពិតជាសប្បាយរីករាយខ្លាំងមែនទែនបន្ទាប់ពីបានឃើញអានីត្រឡប់មកចូលសាលារៀនដូចជាធម្មតាវិញមិត្តភ័ក្តិរបស់អានីចានឹងគាត់ក៏បានសួរទៅកាន់អានីថាតើឯងមាននឹកខ្ញុំតែប៉ុណ្ណោះអ្នកខ្លះបានសរសេរសម្បត្តិមកកាន់អានីនិងសួរសុខទុក្ខសម្បត្តិភាគច្រើនគឺចេញអំពីដៃអាណាសូម្បីតែដើរលេងក៏ពួកគេមិនបានដើរលេងជាមួយនឹងគ្នាដូចមុនដែរបន្ទាប់ពីបានរៀនពេញមួយថ្ងៃហើយអានីក៏បានត្រឡប់មកកាន់ផ្ទះរបស់ខ្លួនវិញនាងក៏បានធ្វើការរៀបរាប់ប្រាប់តាក់ទងជាមួយនឹងមិត្តភ័ក្តិរបស់ខ្លួនបន្ទាប់ពីឃើញខ្លួនទៅកាន់សាលារៀនវិញពួកគេបានឲ្យកាដូមកកាន់អានីទៀតផងអានីនាងបានទៅរៀនជារាល់ថ្ងៃតែម្ដងគឺនាងព្យាយាមនៅក្នុងការអត់ធ្មត់មិនបង្ករឿងច្រើនសំណេរមួយច្បាប់ក៏បានសរសេរហុចតគ្នាមកកាន់អានីនិងសួរសុខទុក្ខគ្នាទៅវិញទៅមកដែលសំណេរនេះដែរគឺសរសេរដោយដៃអាណាសរសេរមកគឺសួរសុខទុក្ខមកកាន់អានីដែលជាមិត្តភ័ក្តិសម្លាញ់អ្វីត្បិតតែពួកគេទាំងពីរនាក់មិនបានជួបលេងជាមួយនឹងគ្នាក៏ដោយប៉ុន្តែសំណេររបស់ពួកគេតែងតែសរសេរឲ្យគ្នា
គ្នាទៅវិញទៅមកជានិច្ចតែម្ដងមូលហេតុដោយសារតែម្ដាយរបស់ Diana Barry មិនឲ្យនិយាយជាមួយនឹងអានីរបស់យើងឡើយដូច្នេះជំរើសរបស់ពួកគេទាំងពីរនាក់ដើម្បីប្រស្រ័យតាក់ទងគ្នាបន្តទៅទៀតគឺជំរើសមានតែសរសេរសម្បត្តិសួរសុខទុក្ខគ្នាទៅវិញទៅមកតែប៉ុណ្ណោះស្ថិតនៅក្នុងថ្នាក់រៀនដដែលពួកគេទាំងពីរនាក់ក៏ចេះតែសរសេរសម្បត្តិសួរសុខទុក្ខគ្នាជារៀងរហូតសម្បត្តិដែលពួកគេសរសេរឲ្យគ្នាទៅវិញទៅមកនោះគឺមិនបានឲ្យយកឲ្យគ្នាទៅវិញទៅមកកំឡុងពេលដែលសរសេរនិងចង់ជជែកគ្នាអ្វីមួយតែងតែហុចតគ្នាទៅឲ្យ Diana Barry នៅពេលដែល Diana Barry បានអាននៅសំណេររបស់អានីហើយនោះនាងក៏បានសម្លឹងមកកាន់នៅអានីអ្វីត្បិតតែពួកគេទាំងពីរនាក់មិនបានជួបលេងជាមួយនឹងគ្នានិងរត់លេងជាមួយនឹងគ្នាដូចមុនប៉ុន្តែការស្រឡាញ់និងការរាប់អានរបស់ពួកគេទាំងពីរនាក់នឹងគឺមិនដាច់ចំណងគ្នាឡើយនៅខណៈនោះ Gilbert ក៏បានមកសួរមេរៀនមកកាន់អានីប៉ុន្តែអានីនាងមិនយកចិត្តទុកដាក់និងថែមទាំងដើរចេញទៀតផងដោយពេលនោះ Gilbert គឺគាត់បានសួរតាក់ទងជាមួយនឹងអក្សរសាស្ត្រនិងតាក់ទងជាមួយនឹងអក្ខរាវិរុទ្ធមួយចំនួនដោយសារតែគាត់នឹងមិនសូវពូកែតាក់ទងជាមួយនឹងអក្សរសាស្ត្រនឹងហើយបានជាគាត់ចង់ឲ្យអានីណែនាំបន្ថែមតាក់ទងជាមួយនឹងអក្ខរាវិរុទ្ធបន្តមកទៀតវគ្គប្រកាសលទ្ធផលចំណាត់ថ្នាក់ប្រចាំសាលានិងប្រចាំថ្នាក់របស់ពួកគេក៏បានមកដល់លោកគ្រូ Philip ក៏បានធ្វើការប្រកាសលទ្ធផលប្រចាំថ្នាក់របស់ពួកគេគឺចំណាត់ថ្នាក់បានទៅលើ Gilbert នៅក្នុងខែបន្ទាប់មកទៀតអានីគឺនាងបានជោគជ័យនឹងប្រជែងទៅកាន់ Gilbert ដោយនាងប្រឹងរៀនប្រជែងនិងដណ្ដើមចំណាត់ថ្នាក់ចេញពី Gilbert នៅក្នុងខែខ្លះគឺនាងទទួលបានចំណាត់ថ្នាក់លេខ1ប្រចាំសាលានិងប្រចាំថ្នាក់តែម្ដងប៉ុន្តែនៅក្នុងខែខ្លះទៀតបន្ទុករបស់ពួកគេគឺបណ្ដំប្រសងគ្នាមិនសូវលើគ្នាប៉ុន្មានដូច្នេះអានីនៅក្នុងខែខ្លះគឺគាត់ទទួលបានលេខ2នៅក្នុងខែខ្លះទៀតគាត់ទទួលបានលេខ1ដោយបានឃើញនូវភាពជោគជ័យនិងការសិក្សារបស់អានីបែបនេះ Diana ក៏លួចទះដៃផងដែរអ្វីត្បិតតែនាងមិនបានអបអរសាទរដោយផ្ទាល់ក៏នាងលួចទះដៃពីចម្ងាយដែរនាពេលដែលពួកគេទាំងពីរនាក់ដល់ម៉ោងចេញទៅផ្ទះពួកគេទាំងពីរនាក់មិនហ៊ាននិយាយគ្នានោះទេពួកគេតែងតែបង្កប់នៅសំណេរនៅក្នុងសម្បត្តិតែងតែហុចឲ្យគ្នាដោយមិនឲ្យអ្នកណាដឹងនោះឡើយដោយសារតែ Diana Barry នឹងខ្លាចឪពុកម្ដាយរបស់ខ្លួននិងអ្នកផ្សេងដឹងថាខ្លួននៅតែលួចរាប់អានមកកាន់អានីនិងប្រស្រ័យតាក់ទងជាមួយនឹងគ្នាជារៀងរាល់ថ្ងៃត្រឡប់មកមើលក្រុមគ្រួសាររបស់ Diana Barry នៅពេលនេះគឺឪពុកម្ដាយរបស់ Diana Barryគឺគាត់ពីរអ្នកប្តីប្រពន្ធគឺត្រូវមានភារកិច្ចចុះទៅធ្វើការនៅខាងខេត្តឆ្ងាយទន្ទឹមនឹងការចាត់ចែងរបស់ពួកគេទាំងពីរនាក់ក៏បានលាទៅកាន់កូនស្រីដ៏ជាទីស្រឡាញ់របស់ខ្លួនទាំងពីរនាក់ដូច្នេះពួកគេនៅតែ3នាក់ប៉ុណ្ណោះគឺមេដោះនិង Diana Barry និងប្អូនរបស់ខ្លួនតែ3នាក់អានេះនាងកំពុងតែអានសៀវភៅនិងទន្ទិញមេរៀនសម្រាប់ប្រឡងដើម្បីយកឈ្នះទៅកាន់ Gilbert សម្លេងរត់យ៉ាងលឿននិងគោះទ្វារយ៉ាងខ្លាំងក៏បានបន្លឺឡើងនៅពេលនោះអានេះក៏បានដើរទៅបើកទ្វារក៏ឃើញនៅ Diana កំពុងតែរងានឹងទឹកមុខរបស់នាងយ៉ាងគួរឲ្យភ័យខ្លាចបីដូចជានាងកំពុងតែជួបនៅបញ្ហាអ្វីធ្ងន់ធ្ងរខ្លាំងមែនទែនហើយណែមួយរដូវនេះគឺជារដូវធ្លាក់ព្រិលផងធ្វើឲ្យនាងរងាញ័រញាក់ជាខ្លាំង Diana មកនៅពេលនេះគឺគាត់ចង់ប្រាប់ទៅកាន់អានីនិងប្រាប់ទៅលោក Matthew Casbert ឲ្យជួយទៅកាន់គាត់ទឹកមុខនេះគឺដោយសារតែនាងបានបារម្ភជាមួយនឹងប្អូនស្រីរបស់នាងឈឺនៅក្នុងផ្ទះរបស់គាត់ប្រាប់ឲ្យលោក Matthew Casbert ទៅរកលោកគ្រូពេទ្យផងដើម្បីមកមើលនៅប្អូនស្រីរបស់គាត់អានីក៏បានលើកទឹកចិត្តក៏ដូចជាប្រាប់ទៅកាន់ Diana វិញថាមិនអីទេយើងនឹងទៅដល់ឥឡូវអានីក៏បានធ្វើដំណើរជាមួយនឹង Diana មកដល់ផ្ទះរបស់ Diana វិញនៅពេលនេះអានីក៏បានទៅមើលនៅអាការៈរបស់ប្អូនស្រីរបស់អានីប្អូនស្រីរបស់អានីនៅពេលនេះនាងកំពុងតែគ្រុនក្តៅនិងឡើងកម្ដៅជាកំហុកតែម្ដងដោយបានឃើញនៅអាការៈប្អូនរបស់ Diana បែបនេះក៏ប្រាប់ទៅកាន់ Diana ថាទៅយកថ្នាំមកចាំគាត់បញ្ចុះទៅកាន់ប្អូនស្រីរបស់ Diana ដោយសារតែនាងនឹងកំពុងតែគ្រុនក្តៅខ្លាំងមែនទែនហើយអានេះនាងក៏ប្រាប់ទៅកាន់មេដោះបន្ថែមទៅទៀតឲ្យដាំទឹកក្តៅមួយឆ្នាំងមកដើម្បីយកទៅជូតនាងការធ្វើបែបនេះវានឹងអាចជួយបញ្ចុះកម្ដៅរបស់នាងបានខ្លះដែរមួយសន្ទុះក្រោយមកបន្ទាប់ពីអានេះនាងបានដាក់ថ្នាំនិងជូតខ្លួនឲ្យទៅកាន់ប្អូនស្រីរបស់ Diana ហើយប៉ុន្តែអាការៈរបស់នាងនៅពេលនេះមិនទាន់បានធូរស្រាលប៉ុន្មាននោះទេទាំងអានេះទាំង Diana នាងក៏ពិតជាមានការបារម្ភខ្លាំងទៅកាន់ប្អូនស្រីរបស់ខ្លួនខ្លាំងណាស់ពួកគេទាំង3នាក់ទាំង Diana ទាំងអានីនិងទាំងមេដោះគឺបានសម្រាកយាមទៅកាន់ប្អូនស្រីរបស់គេគឺថាម្នាក់គឺគេងចាំមើលទៅកាន់ប្អូនស្រីរបស់ Diana នឹងឡើងដាច់យប់តែម្ដង Diana និងមេដោះគឺបានសម្រាកខ្លះប៉ុន្តែបើអានីរបស់យើងវិញគឺនាងមិនសម្រាកតតែសោះតែម្ដងគឺនាងនៅតែអង្គុយចាំនៅមើលអាការៈរបស់ប្អូនស្រីរបស់ Diana តើធូរដែរឬទេបន្តិចនោះលោក Matthew Casbert និងលោកគ្រូពេទ្យក៏បានមកដល់លោកគ្រូពេទ្យមកនៅពេលនេះគាត់ក៏បានដើរចូលមកដល់ហើយក៏ពិនិត្យមើលជីពចរទៅកាន់ប្អូនស្រីរបស់ Diana
នៅពេលដែលគាត់បានវាស់នៅកម្ដៅនិងពិនិត្យមើលជីពចររបស់ប្អូនស្រីរបស់ Diana ហើយគឺថានាងនៅពេលនេះគឺបានធូរស្រាលនិងនាងបានសម្រាកឡើងលូងលក់តែម្ដងលោកគ្រូពេទ្យក៏ប្រាប់ទៅកាន់អ្នកទាំងអស់គ្នាថាក្មេងស្រីម្នាក់នេះគឺលេងអីហើយគាត់សម្រាកយ៉ាងលូងលក់តែម្ដងទឹកមុខរបស់ Diana និង Annie និងអ្នកទាំងអស់គ្នាផ្សេងទៀតនោះក៏ចាប់ផ្ដើមញញឹមឡើងវិញហើយសាច់រឿងក៏បានកាត់មកដល់ពេលព្រឹកនៅពេលដែលលោក Matthias Gaspard ជាមួយនឹង Annie ធ្វើដំណើរមកកាន់ផ្ទះរបស់គាត់វិញស្ថិតនៅក្នុងការធ្វើដំណើរនៅតាមផ្លូវនោះ Annie ក៏បាននិយាយប្រាប់ទៅកាន់លោក Matthias Gaspard ថានៅក្នុងថ្ងៃនេះប្រហែលជាខ្ញុំទៅរៀនមិនទាន់នោះទេដោយសារតែខ្ញុំពិតជាងងុយខ្លាំងណាស់ Annie បន្ទាប់ពីបានរៀបរាប់ហើយនាងក៏សម្រាកនៅលើលោក Matthias Gaspard បាត់ទៅយើងក្រឡេកមកមើលក្រុមគ្រួសាររបស់ Diana វិញគឺនៅពេលនេះដែរឪពុកម្ដាយរបស់ Diana នឹងក៏បានមកដល់ផ្ទះវិញហើយនោះក៏ដោយសារតែគាត់បានដឹងដំណឹងអំពីការឈឺរបស់កូនរបស់គាត់បន្ទាប់ពីបានមើលទៅកាន់កូនថាគ្មានបញ្ហានោះទេក៏សួរទៅកាន់លោកគ្រូពេទ្យនិង Diana លោកគ្រូពេទ្យក៏បានរៀបរាប់តាមដំណើររឿងប្រាប់ទៅកាន់អ្នកទាំងពីរដែលជាអាណាព្យាបាលរបស់ Diana លោកគ្រូពេទ្យបាននិយាយថាមានក្មេងស្រីម្នាក់ពិតជាក្លាហានខ្លាំងមែនទែនបានជួយសង្គ្រោះនៅកូនស្រីរបស់លោកគឺពិតជាក្មេងស្រីដ៏អស្ចារ្យខ្លាំងមែនទែនដែលជួយយកអាសានិងជីវិតរបស់អ្នកដទៃបានក្រឡេកមកមើលអានីរបស់យើងនៅពេលនេះវិញនាងបានចុះអំពីការសម្រាករបស់នាងហើយក៏មករកអីញ៉ាំដោយសារតែនាងបានអត់ងុយនៅពេលដែលនាងបានទៅមើលប្អូនរបស់ Diana អ្នកស្រី Marilla ក៏ប្រាប់ទៅកាន់អានីថាស៊ុបគឺខ្ញុំដាក់នៅក្នុងឆ្នាំងគឺខ្ញុំបានរៀបចំឲ្យអ្នករួចហើយអានីនាងកំពុងតែញ៉ាំបណ្ដើរនិងស្ដាប់ការរៀបរាប់របស់អ្នកស្រី Marilla បណ្ដើរតាក់ទងជាមួយនឹងរឿងខ្លួនតាមពិតទៅអ្នកស្រី Marilla ក៏និយាយប្រាប់ទៅកាន់អានីថាមិនមែនជាកំហុសរបស់អានីនោះទេគាត់ថាឪពុកម្ដាយរបស់ Diana គឺបានដឹងអស់ហើយថែមទាំងសរសើរទៅកាន់អានីទៀតផងបន្ទាប់ពីបានស្ដាប់បែបនេះហើយអានីគឺនាងមិនស្រណុកឡើយសូម្បីតែចានរបស់នាងញ៉ាំនឹងគឺនាងមិនបានយកទៅទុកឡើយគឺនាងរត់យ៉ាងលឿនតម្រង់ទៅកាន់ផ្ទះរបស់ Diana តែម្ដងបន្ទាប់ពីបានធ្វើដំណើរទៅដល់ផ្ទះរបស់ Diana ហើយគឺរត់ទៅអោប Diana យ៉ាងត្រេកអរដោយនៅក្នុងចិត្តរបស់នាងនៅពេលនេះពិតជាសប្បាយចិត្តខ្លាំងណាស់បន្ទាប់ពីបានជួបនឹងមិត្តភ័ក្តិរបស់ខ្លួនវិញមិនតែប៉ុណ្ណោះឪពុកម្ដាយរបស់ Diana Barry គឺមិនហាមឃាត់កូនស្រីរបស់គាត់ទៀតនោះទេគាត់បានដឹងការពិតអស់ហើយនិងទទួលយកកំហុសរបស់គាត់ផងដែរថាគាត់យល់ច្រឡំទៅកាន់អានីដូច្នេះគឺគាត់បានអនុញ្ញាតឲ្យកូនស្រីរបស់គាត់បានរាប់អានជាមួយនឹងអានីមិនតែប៉ុណ្ណោះគឺស្និទ្ធស្នាលជាងមុនទៅទៀតគឺថាក្រុមគ្រួសាររបស់ Diana Barry បានចូលចិត្តទៅកាន់អានីខ្លាំងមែនទែនដោយសារតែចរិតរបស់នាងនិងអំពើល្អរបស់អានីបានធ្វើទៅកាន់ក្រុមគ្រួសាររបស់ Diana ឪពុកម្ដាយរបស់ Diana Barry គឺចាត់ទុកអានីគឺប្រៀបបីបានដូចជាកូនស្រីរបស់គាត់ដែរគឺគាត់បានអនុញ្ញាតឲ្យអានីចេញចូលផ្ទះរបស់គាត់បានគ្រប់ពេលតែម្ដងភាពរីករាយរបស់អានីនិងការចូលចិត្តស្រឡាញ់អំពីក្រុមគ្រួសាររបស់ Diana Barry អានីក៏បានមកប្រាប់ទៅកាន់អ្នកស្រី Marilla ជាមួយនឹងលោក Matthias Gaspard តាក់ទងជាមួយនឹងរឿងរ៉ាវមួយនេះថាខ្លួនពិតជាសប្បាយរីករាយខ្លាំងណាស់បន្ទាប់ពីបានរាប់អានជាមួយនឹង Diana Barry សារជាថ្មីម្ដងទៀតមិនតែប៉ុណ្ណោះក្រុមគ្រួសាររបស់ Diana Barry បានចូលចិត្តមកកាន់ខ្លួនខ្លាំងមែនទែននឹងហើយអ្នកទាំងអស់គ្នាសាច់រឿងរបស់យើងគឺមានតែប៉ុណ្្នឹងនោះទេយើងចាំទស្សនានៅភាគក្រោយបន្តទៅទៀតចង់ដឹងថាភាគក្រោយទៅជាយ៉ាងណាយើងចាំទស្សនាជាមួយនឹង admin បន្ថែមណអ្នកទាំងអស់គ្នាអរគុណចំពោះការទស្សនារបស់អ្នកទាំងអស់គ្នាចំពោះវីដេអូមួយនេះពីដើមរហូតដល់ចប់ជូនពរអ្នកទាំងអស់គ្នាសុខភាពល្អសំណាងល្អរកស៊ីទទួលទានមានបានហើយធ្វើដំណើរទៅណាមុខណាគ្រប់ច្បាប់ប្រកបទៅដោយសុវត្ថិភាពតែម្ដងចំពោះការធ្វើដំណើររបស់អ្នកទាំងអស់គ្នាជូនពរអ្នកទាំងអស់គ្នាសម្រាប់កាន់តែស្អាតក្មេងជាងវ័យចឹងដែរមានសំលៀនអ្នកទាំងអស់គ្នាតែប៉ុណ្្នឹងសិនហើយ